សួស្តីបងប្អូនជាងទាំងអស់គ្នាថ្ងៃនេះខ្ញុំមានការចែករំលែកបន្តិចបន្តួចពីប្រដាប់ដោះព្រាបូមុខនេះព្រាបូមុខនេះខ្ញុំកែច្នៃទៅទៅហើយទេតែវាមិនទាន់ស្អាតបាទពេញទេតែវាអាចប្រើប្រាស់បាននេះយើងមានអីទេយើងគ្រាន់តែមានដៃយេនមួយមកហើយអានេះនេះទល់ក្រាលរបស់អូតូបាទអូតូយើងកាត់ពីយកបណ្ណោះយកអាឡៃឡតមកហើយនេះក្បាលប្រឡងលេខ12លីនេះក្បាលលេខ12លីយើងចោះកន្លែងនេះមួយមកចោះមួយមកហើយយើងស្វានវាលុះហើយយើងដាក់ប្រឡងចូលមួយហើយយើងផ្សារជាប់យើងប្រើនេះមួយហើយអានេះយើងប្រើប្រឡងដែរស្រួលទេបងប្អូនព្រោះយើងពេលយើងធ្វើទៅយើងម្នាក់ឯងវាស្រួលព្រោះនេះទៅពេលយើងនេះយើងរត់ចុះមកនេះបាទរត់មកដល់យើងប្រើសោលេខ12រត់វាចុះមកតិចមកបើជាប់វាទុកយើងមិនបាច់ពឹងកាន់រញ៉េជាប់ហើយដល់នេះប្រឡងនេះរត់ថែមទៀតមកចំកលាក់វានេះចំកលាក់វានេះនេះខ្ញុំទៅរៀនកែច្នៃតិចនេះការចែកម្លែកពីមុនមកយើងដោះអញ្ចឹងទៅយើងពិបាកចកត់ពីអ្នកទុកអីហើយមួយទៀតយើងទិញរបស់គេតែយើងមកយើងមានលុយយើងទិញរបស់គេវាស្អាតស្រួលប្រើតែនេះយើងមិនជិលទិញយើងយូរមានប្រើម្ដងត្រូវការធ្វើម្ដងយើងចេះតែកែច្នៃទៅណាមួយយើងមានរបស់ទេបចាយចាស់យើងជិលទិញគេយើងចេះប្រើទៅនេះហើយនេះជាការចែករំលែកបន្តិចបន្តួចរបស់ខ្ញុំបាទសូមអរគុណសូមជម្រាបលារកស៊ីមានបានអស់គ្នាហេងឆ្នាំថ្មីអរគុណ